បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរគឺខ្ញុំមកលេងនៅខាងសាកេស៊ីជាន់ខាងលើđóបងប្អូនមើលខាងឆ្វេងដៃខ្ញុំនេះគឺមានតុកណាបងប្អូនមានតុកហើយកញ្ចុះជីជូហ្នឹងបងប្អូនមើលកញ្ចុះមកនេះមានតុកមានអីអង្គុយលេងបងប្អូននេះតុកកញ្ចុះជួយដែរតែកញ្ចុះល្មមការបងប្អូនតែការតែម្ដងតែងនៅកញ្ចុះនេះភ្លើងអីក៏មានដែរបងប្អូនហើយគឺតាំងដូចជារបស់តាត់ទេហ្នឹងហើយបងប្អូនកញ្ចុះនេះដែរមានចាហាល់ដើម្បីឲ្យបងប្អូនក្តៅអីចឹងទៅអាចនឹងបើកឲ្យត្រជាក់បានហើយចុះមួយសិតតែមានព្រីភ្លើងទាំងអស់តែលោកបងប្អូនមកថាត្រូវបញ្ចូលទូរស័ព្ទអីចឹងក៏បានដែរបងប្អូនព្រីភ្លើងហ្នឹងហើយយើងមើលទៅខាងមុខទៀតមានការអីហ្នឹងដើមឈើលំអស្អាតមែនទែនបងប្អូនមើលចុះហើយទឹកហើយក្រោយខ្ញុំនេះគឺមានទឹកបាទភីវស្ងាត់តែម្ដងនេះឲ្យគេហៅអាងទឹកណាបងប្អូនអាងទឹកគេហើយធ្វើឲ្យបងប្អូនយើងមកចោះលេងមួយអីសប្បាយត្រជាក់មែនទែនកន្លែងនោះទឹកកន្លែងគេបដូរគេប្រហូរចោលចឹងទៅគេដាក់ទឹកថ្មីបងប្អូនគេប្រហូរទឹកថ្មីដាក់ចឹងមកហើយគឺមានតាំងលំអទៅដោយដើមផ្កាដើមអីចឹងទៅណាបងប្អូនហ្នឹងហើយបងប្អូនចង់មកលេងអីនៅទីតាំងនេះតែបងប្អូនផ្សារកេស៊ីនៅខាងជិតវត្តតាំងកសាំងយើងពូវត្តតាំងកសាំងតិចនោះមានកន្លែងផ្លាកគេដាក់ណាបងប្អូនផ្សារកេស៊ីហ្នឹងទៅសូមបងប្អូនជិះពីនឹងមកខាងស្ដាំដៃហ្នឹងនេះគឺទីតាំងកន្លែងហ្នឹងវាខុសខាតមែនទេបងប្អូននេះជាតុកជីជូចេះបងប្អូនហើយមានអាហារកំងច្រើនដែរតែបងប្អូនពេលណាដែលបងប្អូនមានចំណាប់អារម្មណ៍ចង់ត្រូវការញ៉ាំអាហារកំងអីហ្នឹងទៅមាន់ដុតបុកលហុកអីចឹងវាទៅមានច្រើនណាបងប្អូនសុទ្ធតែរបស់ឆ្ងាញ់តែម្ដងបាទហើយមានអ្នកថែសួនគឺស្រស់ស្អាតមែនទែនបាទគុំជាតិអត់នេះខ្ញុំធ្លាប់ឃើញគេដាំនៅលំអនៅតាមទាល់ដីតែឥឡូវនេះគឺគេដាំនៅលើអាគារជីហាងហ្មងបងប្អូនអញ្ចឹងដាំដូចដីដែរបងប្អូនមើលទៅដូចខាងឆ្វេងដៃខ្ញុំនេះវាផ្កាស្អាតមែនទែនណាបងប្អូនហើយនេះគឺដើមស្នាយបងប្អូនខាងលើនេះគឺដើមស្នាយតែបើសិនជានៅយើងតាមស្រុកស្រែអត់មានតម្លៃទេតែបើនៅក្នុងពេញគឺមួយដើមដូចជាដើមតូចប្រពិនកដៃអីចឹងណាបងប្អូនប្រពិនកដៃគឺ50រៀលទៅ100អីចឹងទៅហើយបើថាដើមធំអញ្ចឹងហើយចូលពាន់ណាបងប្អូនសិតដើមធំអញ្ចឹងនៅបើសិនទីគេយកទៅតាមផ្ទាល់ដីតាមបុរីឬតាមលក្ខណៈគុំគ្រឹះអីចឹងណាបងប្អូនគេតែងលម្អគេទិញចូលពាន់ប៉ុណ្ណឹងណាបងប្អូនបាទចឹងក៏មានម៉ាតមានអីច្រើនតែបងប្អូននៅនេះហើយកញ្ចុះមានសងខាងមានកន្លែងឲ្យបងប្អូនយើងអង្គុយលេងអញ្ចឹងណាដើមឈើលម្អបងប្អូនមកមើលអត់ដឹងថាស្រស់ស្អាតប៉ុណ្ណាមានផ្កាមានអីអញ្ចឹងណាហើយមានអ្នកថែទាំវាបានស្អាតល្អណាស់បងប្អូនបាទដើមឈើអត់គឺដើមឈើអញ្ចឹងបងប្អូនកម្រមានអ្នកមើលថែវាក៏ពិបាកដែរវាពិបាកនឹងចេញផ្កាឲ្យយើងមើលឬក៏ឲ្យយើងថែអីចឹងណាបងប្អូនតែនេះគឺមានអ្នកថែឲ្យយកចិត្តទុកដាក់អញ្ចឹងបានវាលូតលាស់មកមានផ្កាមានអីចឹងទៅបងប្អូនមើលស្អាតអត់នេះគឺផ្ការបស់រុក្ខជាតិអញ្ចឹងគឺមានតាំងជីជូណាបងប្អូននេះស្អាតមែនតើនេះមើលទៅដូចនៅផ្ទាល់នឹងដីបងប្អូនដូចនៅផ្ទាល់នឹងដីចឹងស្អាតមែនតើនេះបងប្អូនអរគុណច្រើនសម្រាប់បងប្អូនចូលមើលណាចុងក្រោយសូមជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាបាយបាយ